ដែនជំរកសត្វព្រៃភ្នំសំកុសស្ថិតនៅក្នុងជួរភ្នំក្រវាញលើទឹកដីខេត្តចំនួន3គឺខេត្តពោធិ៍សាត់បាត់ដំបងនិងខេត្តកោះកុងជាប់ទៅនឹងព្រំប្រទល់ប្រទេសថៃពេលដែលយើងឡើងទៅដល់លើកំពូលភ្នំខ្នងព្រះយើងក៏អាចមើលឃើញឈូងសមុទ្រថៃនិងកោះកុដផងដែរកោះចាកោះកុដថៃឈូងសមុទ្រថៃអូខេត្តប្រាអូបែបនេះហើយដំណើរកម្សាន្តលើកនេះខ្ញុំបានទៅទស្សនាភ្នំដ៏ស្រស់ត្រកាលចំនួន3គឺភ្នំខ្នងព្រះភ្នំថ្មទៀននិងភ្នំតាកប៉ោងដែលចំណាយពេល3យប់4ថ្ងៃឡើងចុះភ្នំចំនួន3នេះដែលមានរយៈចម្ងាយនៃការដើរនោះគឺប្រហែលជា32គីឡូម៉ែត្រគឺយើងដើរឡើងចុះភ្នំរហូតដល់ធ្វើឲ្យថ្មជីវិតរបស់យើងនឹងឡើងពណ៌ក្រហមតែម្ដងអូសាទរអ្នកសាកថ្មជីវិតបាន 70% ហើយអូខេដំណាក់បាញ់កណ្ដុរអូខេបាន 70% ហើយជាយោចាំមកបងប្អូនឥឡូវនេះជិតដល់ហើយនៅសល់100ម៉ែត្រជាងទៀតចាំកន្លែងជាងទៅបោះតង់ទៀតហើយអាកាសធាតុចាប់តាមជប់អាប់អុយលយមែនតើបងថ្ងៃទី1គឺយើងបានធ្វើដំណើរឡើងភ្នំខ្នងព្រះដែលមានកម្ពស់ 1515 ម៉ែត្រចំណាយពេលចន្លោះពី4ទៅ6ម៉ោងទើបយើងឡើងទៅដល់កំពូលភ្នំហើយយើងក៏បានបោះតង់ដើម្បីសម្រាកនៅទីនោះមួយយប់នៅក្នុងថ្ងៃនោះគឺជាថ្ងៃដែលព្រះច័ន្ទពេញបរមីហើយខ្ញុំមានអារម្មណ៍ថាពិតជាមានសំណាងខ្លាំងមែនទែនដែលអាចមើលឃើញទាំងថ្ងៃរះថ្ងៃលិចនិងព្រះច័ន្ទពេញបរមីជាមួយគ្នាវាពិតជាស្រស់ស្អាតមើលទៅហាក់បីដូចជាខ្ញុំបានឃើញឋានសួគ៌អញ្ចឹងដោយសារតែទីនោះគឺជាតំបន់ភ្នំដូច្នេះមនុស្សភាគច្រើនដែលគាត់ទៅទីនោះគាត់មិនមែនទៅម្ដងឬពីរដងអាចមើលឃើញថ្ងៃរះនិងថ្ងៃលិចនោះទេជួនកាលអ្នកខ្លះទៅច្រើនដងហើយតែនៅតែមិនទាន់អាចមើលឃើញថ្ងៃរះនិងថ្ងៃលិចបានទីនោះមានធម្មជាតិចម្រុះមានព្រៃព្រឹក្សាលតាវល្លិមានភាពស្ងប់ស្ងាត់និងមានខ្យល់អាកាសបរិសុទ្ធដែលធ្វើឲ្យយើងមានសន្តិភាពផ្លូវចិត្តពេលក្រៃទោះបីជាយ៉ាងណាក៏ដោយការធ្វើដំណើរកម្សាន្តបែបផ្សងព្រេងដូចនេះក៏ជួបនឹងការលំបាកខ្លះៗដែរបញ្ហាទី1នោះគឺការហូបចុកដោយសារតែនៅទីនោះគឺជាតំបន់ដាច់ស្រយាលនៅក្នុងព្រៃភ្នំជ្រៅដូច្នេះយើងមិនអាចរកអាហារណាដែលយើងចង់ញ៉ាំបាននោះទេមានអីគឺញ៉ាំនឹងទៅដែលអាហារភាគច្រើនមានដូចជាសាច់មាន់សាច់ក្រកត្រីងៀតហើយនិងកាហ្វេថ្មពិលអីជាដើមហើយបើនិយាយពីរឿងអនាម័យវិញនោះគឺមិនចាំបាច់បារម្ភនោះទេព្រោះថានៅទីនោះគឺគ្មានទេពាក្យថាអនាម័យមានអ្វីហូបនឹងទៅបញ្ហាទី2ផ្លូវឡើងភ្នំនោះគឺមិនស្រួលទេហើយបើប៉ះចំថ្ងៃភ្លៀងវិញគឺពិតជាពិបាកណាស់ក្នុងការដើរព្រោះសម្បូរទៅដោយថ្មដែលមានដុះស្លែនិងចំណោតឡើងខ្ពស់ពុះគួរសមហើយសត្វទាកក៏ចូលចិត្តមកលេងយើងដែរនៅពេលដែលមានភ្លៀងដូច្នេះខ្ញុំសូមជូនយោបល់បងប្អូនណាឲ្យបាញ់ថ្នាំការពារសត្វល្អិតស្លៀកខោជើងវែងពាក់អាវដៃវែងពាក់មួកនិងពាក់ស្រោមដៃស្រោមជើងនោះពិតជាអាចជួយបានច្រើនមែនទែននៅក្នុងការការពារសត្វល្អិតហើយនៅថ្ងៃដែលខ្ញុំបានធ្វើដំណើរនោះគឺមានអ្នករួមដំណើរខ្ញុំច្រើនអ្នកដែរដែលគាត់ត្រូវបានសត្វស្រាំងតិចហើយអ្នកខ្លះក៏ត្រូវបានទាកខាំដែរនៅថ្ងៃទី2បន្ទាប់ពីយើងបានមើលថ្ងៃរះនិងស្រស់ស្រូបអាហារពេលព្រឹករួចហើយយើងក៏បន្តដំណើរឡើងទៅភ្នំចំនួន2គឺភ្នំថ្មទៀននិងភ្នំតាកប៉ោងជិះបានគេហៅដំណាក់លីអូការរកអីទុកនឹងគឺដាក់តាមទៅថ្លៃរកអីនឹងនៅទៅលើថ្លៃរកយកគេដាក់ដំណាក់លីអូការធ្វើដំណើរឡើងភ្នំថ្មទៀគឺមានការពិបាកជាងមុនដោយសារតែមានចំណោទខ្ពស់ជាងមុនហើយសម្បូរទៅដោយថ្មដែលមានដុះស្លែច្រើនជាងមុនទៀតដើរលេងនៅលើហើយចាប់រហូតហើយការធ្វើដំណើរទៅកាន់ភ្នំតាកប៉ោងនោះគឺកាន់តែពិបាកនិងមានគ្រោះថ្នាក់ទៀតផងដោយសារតែផ្លូវឡើងទៅភ្នំមួយនេះគឺតូចចង្អៀតនៅតាមចម្រាក់ភ្នំ
ដូច្នេះខ្ញុំសូមណែនាំឲ្យបងប្អូនណាដែលមិនសូវពូកែឡើងភ្នំឬគ្មានជំនាញច្បាស់លាស់នៅក្នុងការឡើងភ្នំឡើងទៅកាន់ភ្នំតាកប៉ោងតាមផ្លូវមួយនេះទេលុះត្រាណាតែគេអាចស្វែងរកផ្លូវណាដែលមានសុវត្ថិភាពនិងល្អជាងនេះនៅថ្ងៃនោះគឺយើងមិនបានធ្វើដំណើរឡើងទៅដល់កំពូលភ្នំនៃភ្នំតាកប៉ោងនោះទេគឺយើងឡើងបានត្រឹម 70% ប៉ុណ្ណោះយើងក៏សម្រេចចិត្តត្រឡប់ចុះមកវិញដោយសារតែមេឃកាន់តែងងឹតហើយដោយសារតែបញ្ហាផ្លូវនោះពិបាកនឹងមានគ្រោះថ្នាក់ទោះបីមានបញ្ហាខ្លះៗក្តីក៏ធម្មជាតិដ៏អស្ចារ្យនៅក្នុងតំបន់ទេសចរបែបផ្សងព្រេងមួយនេះបានជួយឲ្យយើងមានអារម្មណ៍ស្ងប់និងមានភាពស្រស់ស្រាយជាទីបំផុតជួយរំសាយរាល់ការខ្វល់ខ្វាយហើយធ្វើឲ្យយើងមានសមាធិល្អទៀតផងយើងអាចមើលឃើញពពកហោះហើរបប្រាស់នឹងភ្នំគយគន់មើលរុក្ខជាតិតូចធំផ្កាព្រៃជាច្រើនប្រភេទស្ដាប់សូរសៀងសត្វយំត្រហឹងអឹងកងពិតជាជួយឲ្យជីវិតយើងមានន័យខ្លឹមសារមែនស្អាតខ្លាំងណាស់ដូចមកដល់ឋានសួគ៌រួចទៅហើយនេះឆ្ងល់ឯឋានឋានសួគ៌ឯឋានសួគ៌នេះវ៉ាវធម្មជាតិពិតជាអស្ចារ្យខ្លាំងណាស់មនុស្សយើងមិនអាចរស់នៅបានទេប្រសិនបើគ្មានធម្មជាតិដូច្នេះចូលយើងម្នាក់ខិតខំប្រឹងប្រែងចូលរួមថែរក្សាធម្មជាតិឲ្យបានគង់វង្សយូរអង្វែងសម្រាប់កូនចៅយើងជំនាន់ក្រោយសរុបសេចក្តីទៅការធ្វើដំណើរកម្សាន្តមួយនេះគឺជាការធ្វើដំណើរកម្សាន្តបែបវេទនាសកម្មប៉ុន្តែវាបានផ្ដល់មកវិញនូវសេចក្តីសោមនស្សរីករាយគ្មានអ្វីប្រៀបផ្ទឹមបាននោះទេសម្រាប់អ្នកដែលពិតជាស្រឡាញ់និងចូលចិត្តធម្មជាតិជួយបន្ថែមរសជាតិជីវិតរបស់យើងឲ្យកាន់តែមានន័យខ្លឹមសារតាមការពិតទៅការលំបាកវេទនាភាពបរាជ័យសោកសៅឈឺចាប់គឺជាផ្នែកមួយនៃជីវិតរបស់មនុស្សយើងបើកើតមកមានជីវិតល្អពេកស្រួលពេកនោះក៏ហាក់បីដូចជាជីវិតនោះមិនសូវមានន័យខ្លឹមសារអីនោះដែរដូច្នេះចូលរៀនទទួលស្គាល់និងទទួលយកគ្រប់រសជាតិជីវិតនោះអ្នកនឹងមានអារម្មណ៍ថាមិនស្ដាយក្រោយតតែសោះចំពោះការប្រើប្រាស់ជីវិតរបស់អ្នកក្នុងអំឡុងពេលដែលអ្នកមានវត្តមាននៅលើផែនដីនេះជាការពិតណាស់មានភាពងងឹតនៅលើផែនដីនេះតែក៏មានពន្លឺរស្មីនិងភាពអស្ចារ្យជាច្រើនដែលយើងមិនទាន់បានដឹងនិងបានយល់ដូច្នេះចូលប្រឡែងនិងទម្លាក់ចោលរាល់អ្វីៗដែលធ្វើឲ្យជីវិតយើងរិចរើរិញរៃនោះអ្នកនឹងឃើញថាជីវិតមួយនេះស្រស់បំព្រងខ្លាំងប៉ុណ្ណានេះផ្លូវយើងដើរហត់មែនតើតែសប្បាយចិត្តការសាងកំហុសឆ្គងក៏ជាផ្នែកមួយនៃជីវិតរបស់មនុស្សដូចគ្នាដែរដូច្នេះអ្នកមិនចាំបាច់ជាមនុស្សដែលល្អគ្រប់10គ្រប់ពេលវេលានោះទេគ្រាន់តែខិតខំកុំឲ្យមានកំហុសឆ្គងមកលើខ្លួនឯងនិងអ្នកដទៃហើយព្យាយាមរៀនពីកំហុសដែលយើងបានសាងនិងទទួលយកភាពខ្វះចន្លោះរបស់ខ្លួនហើយទទួលយកការកែប្រែនោះមានន័យថាអ្នកជាបុគ្គលដែលល្អណាស់ទៅហើយចូលចេះស្ដាប់និងទទួលយកឱវាទពីអ្នកដទៃតែចូលប្រុងប្រយ័ត្នមិនឲ្យបាត់បង់លិចលង់ខ្លួនឯងដោយសារតែឥទ្ធិពលនិងពាក្យសម្ដីរបស់អ្នកណាម្នាក់ឡើយព្រោះមានតែអ្នកប៉ុណ្ណោះដែលជាចង្កូតនាវាជីវិតរបស់អ្នកតើមានត្រីប្រមាណប្រភេទទៅបងនៅក្នុងមានត្រីចៅត្រីតោកចូលហ្នឹងហើយនឹងអាត្រីអត់យើងអត់តូចអូខេសិតតែអាចញ៉ាំបានណាបាទឆ្ងាញ់ដូចត្រីស្រែអត់នេះឆ្ងាញ់ជាងអូចង់សាកដែរខាងក្រោយនោះប្រហែល30គីឡូនោះអូនឃើញនៅស្ពាយភ័យមុខជាង10ធ្ងន់ណាស់ទីមមអូយទៅមើលល្អដល់កយអើយអូខេតោះចូលអស់ថ្មលេងអត់ថ្មលេងទៅផ្ទះវិញអូនោះអូថ្មហ្នឹងកុំ